ប្រពសស្ដីបងប្អូនទាំងអស់គ្នានេះជាទីកប៉ានៅពូជមេបាពូជនៅត្រង់កូនមន្ទិលរបស់ខ្ញុំហើយបាសសេរីទិញមកអត់មាននេះទេយកមកពីខាងនេះផងខាងនោះផងអញ្ចឹងទៅយើងចម្រាញ់ជាមេបាហើយយើងអត់ចង់ឲ្យវាជាប់ឈាមអញ្ចឹងយើងយកពីកន្លែងត្រង់គេផ្សេងមកយើងដាក់មកបាផ្សេងបាត្រង់នោះមេត្រង់នោះយ៉ាងមកដើម្បីបានកូនមកវាអាចល្អជាងនឹងអញ្ចឹងបើសិនជាយើងយកទិញមកសបុកមកយើងអត់បែកឈាមអត់បែកអីអាហ្នឹងទេកប៉ាយើងទៅយកដូចទេកប៉ាយើងតាមសុកស្រែយើងធម្មតាហ្នឹងវាច្រើនទៅសិតតែទិញមកសបុកមកហើយក៏ទុកបន្តពូជអញ្ចឹងវាអត់ធំទេដូចខ្ញុំធ្លាប់ទៅដូរគេមួយដែរបានច្រើន2គីឡូ3គីឡូអស់ហើយបាហើយនេះបាល្អដែរនេះស្អាតធំនេះចូល4គីឡូកន្លះហើយបាទនេះតែវាជន់មេហើយមេចាប់ដើមពងបាន5 6គ្រាប់ហើយនេះមេដែរមេក៏មិនទូចដែរបង3គីឡូ2គីឡូជាង2គីឡូកន្លះហើយនោះតែ2គីឡូកន្លះឡើងមេក្បាលសនេះ2គីឡូកន្លះទេ